អាយដាមបណ្ឌិតហែមប្រសើរចុះទទួលសកម្មជន19រូបមកពីគណៈបកភ្លើងទៀនដែលបានស្នើសុំចុះចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានិងចុះចែកអំណោយជូនអតីតសកម្មជនគណៈបកភ្លើងទៀនចំនួន2គ្រួសារនៅស្រុកបរសែតខេត្តកំពង់ស្ពឺថ្ងៃអាទិត្យ15កើតខែពិសាខឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី11ខែឧសភាឆ្នាំ2025ជាថ្ងៃបុណ្យពិសាខបូជាអាយដាមបណ្ឌិតហែមប្រសើរទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះកសាងពង្រីកសមាជិកគណៈបកនៅមូលដ្ឋានបានដឹកនាំក្រុមការងារចុះទទួលសកម្មជនគណៈបកភ្លើងទៀនចំនួន19រូបដែលបានស្នើសុំចុះចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានៅភូមិព្រៃរំដួលខាងជើងឃុំបរសែតស្រុកបរសែតខេត្តកំពង់ស្ពឺពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម